គ្រាន់តែចង់សន្សំលុយថ្លៃប្រេងសាំងមិនគួរទិញទាំងកានដាក់ទុកនៅផ្ទះទេព្រោះអាកាសធាតុក្តៅបែបនេះវាងាយនឹងផ្ទុះនិងឆាប់ឆេះអគ្គិភ័យដែលបណ្ដាលមកពីការឆេះប្រេងសាំងវាមិនងាយពន្លត់បាននោះទេដោយសារវាមានចំហេះខ្លាំងអាចឆេះលើទឹកបានការស្តុកទុកប្រេងសាំងរយៈពេលយូរនិងគ្មានបច្ចេកទេសនឹងបណ្ដាលឲ្យប្រេងសាំងខូចគុណភាពធ្វើឲ្យគ្រឿងយន្តដំណើរការមិនស្រួលការប្រមូលទិញប្រេងសាំងស្តុកទុកនឹងបង្កឲ្យសេដ្ឋកិច្ចធ្លាក់ចុះបណ្ដាលមកពីតម្លៃប្រេងសាំងឡើងថ្លៃមធ្យោបាយដឹកជញ្ជូនឡើងថ្លៃអីវ៉ាន់ឡើងថ្លៃស្របពេលប្រាក់ចំណូលធ្លាក់ចុះការក្រឡុកហាងឆេងប្រេងសាំងនេះគឺជាឧបាយកលរបស់ឈ្មួញម្ចាស់ការ៉ាសនិងអ្នកទិញហ៊ុនប្រេងនិងហ៊ុនមីដែលពួកគេមានចេតនាកលតម្លៃនៅលើទីផ្សារដើម្បីទទួលបានផលចំណេញខ្ពស់ជាដំណោះស្រាយគួរតែបណ្ដោយឲ្យតម្លៃប្រេងសាំងវាឡើងឬចុះទៅតាមធម្មជាតិទៅចុះជាជាងកតម្លៃដែលធ្វើឲ្យវិបត្តិធម្មពលកាន់តែធ្ងន់ធ្ងរនិងយូរអង្វែងសូមចងចាំថាភាពលោភលន់របស់អ្នកមួយគ្រានឹងធ្វើឲ្យប្រទេសរបស់អ្នកតែមួយជួបបញ្ហាហើយនៅទីបញ្ចប់បញ្ហានោះនឹងរត់ទៅរកអ្នកវិញជាមិនខានចាំណាកូនភាពលោភលន់មិនបាននាំឲ្យយើងវិញលើកផលល្អប្រសើរទេកូនវាតែត្រឡប់យើងឲ្យវិនិច្ឆ័យទៅវិញមិនថារបស់នោះតិចឬច្រើនក៏ដោយ